ប្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងបន្តមេរៀនបន្តទៀតហើយតើតើនឹងវិធីសាស្ត្រប្រកបភាសាចិនកម្រិតដំបូងដើម្បីកុំឲ្យខាតពេលយូរយើងចូលមេរៀនទាំងអស់គ្នាទីខមេរៀនទី2អធិស្ឋានអ្នកនរគ្នាបើអត់តបានកែចាំជួយកែផងហានយីភីងអ៊ីនវិធីសាស្ត្រប្រកបភាសាចិនសឹងមូជន់ជាអ្នកចឹងថ្ងៃនេះយើងនឹងរៀនពីជន់ជាអ្នកបូកជាមួយនឹងស្រៈចំនួន3គឺជន់ជាអ្នកជីឈីហើយនឹងស៊ីនៅពេលដែលបូកស្រៈអ៊ីមាត់មូគឺវាចេញទម្រង់បែបលក្ខណៈអញ្ចេះអ្នកទាំងអស់គ្នាមិនមែនជូទេណាហើយក៏មិនមែនឈូហើយក៏មិនមែនស៊ូដែរអ្នកទាំងអស់គ្នាត្រូវចំណាំនៅពេលដែលជន់ជាអ្នកជីឈីស៊ីបូកនឹងស្រៈអ៊ីប្រកបជាមួយស្រៈអ៊ីគឺស្រៈអ៊ីមាត់មូហ្នឹងគឺខាងលើនេះគឺលែងមានហើយគឺយើងអានជីឈីស៊ីជីឈីស៊ីជីបូកស្រៈអ៊ីជីឈីបូកស្រៈអ៊ីឈីស៊ីបូកស្រៈអ៊ីស៊ីចឹងអ្នកនរត្រូវចំណាំទាំងអស់គ្នាណានៅពេលដែលជញ្ជាក់ទាំង3នេះបូកជាមួយស្រៈអ៊ីគឺពេលយើងអានប្រកបគឺ G G C មិនមែនជូឈូស៊ូទេណាអ្នកនរគ្នាអូខេជួបគ្នានៅមេរៀនបន្តទៀត